សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកពីការតម្លើង driver របស់ម៉ាស៊ីន photocopy កាលពីមុនយើងតម្លើងអីវាបានធម្មតាតែឥឡូវនេះគឺwebsite ដែលត្រូវតម្លើងហ្នឹងគឺគេ update អញ្ចឹងពេលខ្លះយើងតាមវាអត់ទាន់យើងរកកន្លែងតម្លើងអត់ឃើញ download មកតម្លើងទៅអត់ដើរវាអត់និយាយចំទៅគឺតម្លើងអត់កើតដល់ទៅចាំមើលខ្ញុំមានវិធីសាស្ត្រឥឡូវនេះវាយដូចខ្ញុំអញ្ចឹងមកហើយយើងចុច enter មកទៅមកយើងចូលកន្លែង support នេះអូយចាស់ចូលកន្លែង support ទៅមកយើង search ឈ្មោះម៉ាស៊ីនមកឬម៉ាស៊ីនដែលត្រូវតម្លើងគឺ5540អ្វីតែ5540មកវាចេញនេះបើមាន version 3យើងដាក់ version 3មក version អត់មានទេយើងដាក់ version អត់មានទៅបន្ទាប់មកបើសិនជាវាចេញបែបនេះយើង scroll វាមកក្រោមមក scroll មកក្រោមបើយើងរកមើលជាទូទៅយើងប្រើ driver របស់នេះ user 2នេះប៉ុន្តែបើសិនជា download មកគឺតម្លើងអត់កើតទេដោយសារតែវាមានកន្លែងសេរីមួយទៀតនេះវាជាប់នេះWindows 32 bit ហ្នឹងពេលតម្លើងមកគឺអត់ដើរទេពេលខ្លះយើងអាចបានចាប់អារម្មណ៍ហ្នឹងយើង download មកយើងតម្លើងអត់កើតតម្លើងមកទាំងតម្លើងមកទាំងអត់កើតនេះយើងត្រូវសេរីមួយទៀតគឺកន្លែងនេះកន្លែង Windows យើងចុចកន្លែង Windows នេះមកហើយយើងរើសមកកុំព្យូទ័រយើង Windows ប៉ុន្មានហើយប៉ុន្មាន bit 64 bit យើងដាក់64នេះមកដល់ Windows 10បន្ទាប់ពីយើងដាក់រួចហើយយើង scroll មករកអាកន្លែងដែលយើងត្រូវ download driver ដែលត្រូវ download ជាទូទៅនេះយើងប្រើនេះ Windows 64 bit ហើយ USR2 នេះ version 30.3 ទៅចុច download មកយើងតម្លើងបានហើយអូខេមានតែប៉ុណ្្នឹងឯងហើយបើសិនជាមិនចាំខ្ញុំ update បន្ថែមខ្ញុំតម្លើងមកឲ្យ full តែអាហ្នឹងកន្លែងដែលខ្ញុំប្រាប់មកគឺតែឯងចុចវាទៅ download វាទៅ set up មកដើរហើយអូខេ